ជំរាបសួរខ្ញុំបាទឈ្មោះខណ្ឌមនីធីរិទ្ធជាប្រធានគម្រោងប្រចាំក្រុមហ៊ុន SCC Engineering វីដេអូថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកអំពីផលប្រយោជន៍នៃការជួលសេវាកម្មក្រុមហ៊ុនវាយតម្លៃនៃការទូទាត់ថ្លៃសាងសង់រវាងក្រុមហ៊ុនម៉ៅកានិងម្ចាស់គម្រោងការស្នើសុំការទូទាត់ជាទូទៅគឺផ្អែកទៅលើស្ថានភាពវឌ្ឍនភាពការងារដោយមិនផ្អែកទៅលើការងារដែលបានធ្វើពិតប្រាកដនៅការដ្ឋានសំណងត្រង់ចំណុចនេះហើយដែលនាំឲ្យមានការទូទាត់លើសពីការពិតអាចជាការស្នើសុំការទូទាត់ប្រាក់ទៅលើការងារដែលមិនទាន់ធ្វើឬការងារដែលមិនទាន់យល់ព្រមប្រសិនបើគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវម្ចាស់គម្រោងអាចនឹងបង់ប្រាក់លើការងារដែលមិនទាន់ធ្វើរួចយើងនឹងធ្វើការលើសពីការមើលតែរបាយការណ៍នៅលើក្រដាសក្រុមការងាររបស់យើងនឹងចុះវាស់វែងនិងត្រួតពិនិត្យទៅលើទីតាំងផ្ទាល់យើងពិនិត្យមើលបរិមាណជាក់ស្ដែងហើយប្រៀបធៀបជាមួយបញ្ជីបរិមាណសម្ភារៈយើងក៏ពិនិត្យមើលកំណត់ហេតុការងារប្រចាំថ្ងៃនិងរូបថតវឌ្ឍនភាពការងារផងដែរប្រសិនបើក្រុមហ៊ុនម៉ៅកាអះអាងថាការងារចប់បាន 100% យើងនឹងទៀងទាត់ថាតើបរិមាណនេះត្រូវគ្នានឹងការពិតដែរឬទេបញ្ហាដែលតែងតែជួបរបស់ម្ចាស់គម្រោងគឺការជឿទុកចិត្តទៅលើពាក្យសុំទូទាត់ប្រាក់ដោយមិនបានត្រួតពិនិត្យបានត្រឹមត្រូវម្ចាស់គម្រោងជាច្រើនពឹងផ្អែកតែទៅលើការអះអាងរបស់អ្នកម៉ៅការឬគ្រាន់តែដើរមើលការដ្ឋានតែមួយផ្លែតតែប៉ុណ្ណោះពួកគេមិនបានត្រួតពិនិត្យឆ្លងរវាងបរិមាណការងារនិងការទូទាត់ទល់នឹងការងារពិតប្រាកដនោះទេនេះហើយជាមូលហេតុដែលធ្វើឲ្យការចំណាយនៅក្នុងគម្រោងមានការកើនឡើងយើងពិនិត្យទៅលើបញ្ជីបរិមាណសម្ភារៈពាក្យស្នើសុំទូទាត់ប្រាក់និងរបាយការណ៍វឌ្ឍនភាពកំណត់ហេតុការងារប្រចាំខែប្លង់បច្ចេកទេសកុងត្រាឯកសារគុណភាពដែលយកព្រមដោយវិស្វករការដ្ឋានឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងការកាត់បន្ថយនិងការបង្កើនការចំណាយហើយយើងថែមទាំងធ្វើការវាស់វែងទៅលើទីតាំងផ្ទាល់ដើម្បីផ្គូផ្គងការងារជាក់ស្ដែងជាមួយនឹងអ្វីដែលក្រុមហ៊ុនម៉ៅកាធ្វើការស្នើសុំតាមបទពិសោធន៍របស់ពួកយើងជាធម្មតាការទូទាត់ប្រាក់អាចលើសពី5ទៅ15% ក្នុងគម្រោងនីមួយៗហើយនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនដែលយើងអាចធ្វើការសន្សំបានសំខាន់ជាងនេះទៅទៀតវាជួយរក្សាឲ្យអ្នកម៉ៅការទទួលខុសត្រូវនិងធានាថាគម្រោងដំណើរការទៅតាមផែនការ